ថាខ្ញុំទៅតតរិនចប់ទី12ទៅបានមកស្គាល់ទីក្រុងភ្នំពេញតែម្ដាយរបស់ខ្ញុំនេះអាយុ50ឆ្នាំហើយទៅបានមកស្គាល់ភ្នំពេញលើកទី1ទេមុនទៅពេញដល់មកទីខៅកាលពីថ្ងៃមុនបន្ទាប់ពីខ្ញុំហើយនឹងកូនសិស្សបានទៅជួយរៀបចំស្បៀងនៅវត្តរាមាឈរដើម្បីយកទៅទីក្រុងភ្នំពេញសម្រាប់ឧបត្ថម្ភដល់កងទ័ពហើយនឹងជនភៀសសាំងនោះអញ្ចឹងបន្ទាប់ពីយើងរៀបចំហើយយើងត្រូវដាក់ទៅភ្នំពេញពេលទៅភ្នំពេញហ្នឹងឲ្យប្រជាជននៅវត្តរាមាឈរគាត់ក៏បបួលកូនសិស្សបបួលអីទៅជាមួយគ្នាហើយខ្ញុំហ្នឹងក៏ទៅជាមួយដែរដល់ពេលនឹកឃើញថាម៉ែរបស់ខ្ញុំបែរបានទៅភ្នំពេញណាចឹងទៅនាំគាត់ឲ្យទៅស្គាល់ពេញគេឯងទៅយើងទៅនឹងជួលឡាន2គឺឡាន1សម្រាប់ដឹកអីវ៉ាន់ឡាន1ទៀតគឺដឹកអ្នកដំណើរដែលទៅនេះគឺមានទាំងយាយមានទាំងកូនសិស្សទៅលេងទីក្រុងភ្នំពេញផងហើយយើងទៅធ្វើសប្បុរសធម៌ផងយើងចេញដំណើរម៉ោង12ដោយសារពេលព្រឹកហ្នឹងនៅវត្តរវល់បនដែលបានប្រាប់ញើរួចរាល់អស់ហើយចឹងទៅដកឃ្លាមិនកើតឲ្យទៅថ្ងៃអាទិត្យព្រោះថ្ងៃច័ន្ទអីកូនសិស្សជាប់រៀនជាប់ប្រឡងចឹងទៅមានតែពេលថ្ងៃអាទិត្យហ្នឹងយើងទៅម៉ោង12ហើយដល់ពេលអញ្ចឹងយើងអត់ទាន់យកសម្ភារៈរបស់យើងទៅកន្លែងគេទទួលជំនួយភ្លាមទេដោយសារតែនៅកន្លែងទទួលជំនួយហ្នឹងគេដល់តែយប់បានបិទតែកន្លែងដូចជាព្រះបរមរាជវាំងហើយសារមន្ទីរអញ្ចឹងគេតែពេលល្ងាចតិចគេបាត់ហើយអញ្ចឹងនាំពួកគាត់ហ្នឹងទៅចូលលេងវាំងឲ្យហើយសិនហើយចាំយើងយកជំនួយទៅពេលល្ងាចវិញនេះសិនខ្លាចគេបាត់មុនមកធ្វើបន់ផងនាំចាស់ក្មេងៗមកស្គាល់វាំងផងហើយម៉ែខ្ញុំទៅមកលើកទី1អញ្ចឹងយើងទៅហ្នឹងគឺបាន2ផ្លូវគឺយើងបានទៅធ្វើសប្បុរសធម៌ផងយើងបានទៅលេងព្រះបរមរាជវាំងក៏ជាការជួយសេដ្ឋកិច្ចជាតិមួយដែរព្រោះយើងនាំគ្នាទិញសម្បត្តិចូលហើយបើយើងទិញអីញ៉ាំទៀតហ្នឹងអ្នកលក់នៅហ្នឹងក៏គាត់ទទួលបានចំណូលដែរដឹងថាប្រទេសយើងហ្នឹងកំពុងតែស្ថិតនៅក្នុងភ្លើងសង្គ្រាមប្រជាជនក៏មិនសប្បាយចិត្តដែរប៉ុន្តែបើយើងពិបាកចិត្តហើយយើងមិនធ្វើអ្វីសោះហ្នឹងគឺសេដ្ឋកិច្ចរបស់យើងគឺដឹងតែកាំងហើយអញ្ចឹងយើងត្រូវទៅនាំគ្នាខំធ្វើការរកលុយដើម្បីទៅជួយឧបត្ថម្ភដល់កងទ័ពដល់ជនភៀសសឹកព្រោះពួកគាត់នឹងចាក់ចោលផ្ទះសម្បែងអត់បានរកស៊ីអីទេបើសិនជាពួកយើងនឹងមិននាំគ្នាខំប្រឹងធ្វើការឲ្យបានលុយទេហ្នឹងគឺចាប់ទាំងអស់គ្នាហើយព្រះបរមរាជវាំងគឺជាកន្លែងទេសចរណ៍មួយនៅក្នុងទីក្រុងភ្នំពេញខ្ញុំធ្លាប់បានទៅម្ដងដែរហើយកាលនៅរៀន NIE ឥឡូវទៅមិនបានចូលទៀតទៅលើកមុននោះទៅសិក្ខាសាលាច្រឡំសិក្ខាសាលាទស្សនកិច្ចគឺបានត្រឹមតែនៅពីខាងមុខវាំងហើយព្រោះដល់ម៉ោងគេបាត់ហើយអូកន្លែងនេះអីគេនេះគេទៅធ្វើថ្មីនឹងស្អាតម៉ូដបាទទៅថតអាចទេដល់មិញណានិយាយអង់គ្លេសនេះគាត់រវល់តែថតរូបឲ្យម៉ែព្រោះគាត់មិនដែលបានទៅដល់ពេលចឹងទៅបាត់គ្នាអស់លេងមិនដឹងជាគេដើរទៅដល់ណាទេទីធ្លាព្រះបរមរាជវាំងហ្នឹងគឺធំមែនតែនរចុះរឡើងពួកគាត់មកនៅកន្លែងនេះសោះមកដើរមើលរូបគំនូរនៅតាមជញ្ជាំងថ្មរូបគំនូរនេះគឺគេគូសតាក់ទងនឹងរឿងរាមកេរ្តិ៍ប៉ុន្តែពួកខ្ញុំមើលនេះគឺមើលវាច្រាស់ទេមើលវិភាគបញ្ចប់ទៅមុនអូចឹងមិនចឹងជួលកាយចឹងសោះលើកតបអានោះសេតើអ៊ីទី7ជាងធ្វើតបមកស្បាននឹងរៀបផ្លៃសបាញ់ព្រូតអូថាសអីនេះសបលៃនោះទៅអូតូទៅមើលនេះណាមួយក៏បាញ់រៀបក៏បាញ់រៀបក៏បាញ់ជាច្រើនត្រាពីក្រៅគ្រាក៏យើងរើចូលប្រយុទ្ធគ្នាមិនឈ្នះមិនចាញ់ខ្ញុំតែលើក្រោមមកអូខាងសសាក់ខ្មែរអនុបណ្ឌិតស្មោះដើរជាមួយអនុបណ្ឌិតអក្សរសាស្ត្រខ្មែរពិតជាមិនខាតមែនគាត់អានបាលីរួចដល់ពេលចឹងទៅសម្រាយប្រាប់ពួកខ្ញុំចឹងសោះបានមិនជួកាយពេលចូលទៅអ៊ំនោះគាត់ថាត្រូវការកាយដើម្បីរៀបរាប់ដំណើររឿងពីព្រះបរមរាជវាំងនឹងអីអត់មកពីមានអ្នកគេអើយចេះនឹងសោះបានគាត់ជួខ្ញុំបានម្ដងកោវត្តហើយអង្គវត្តត្រៃអូដូចជាត្រៃដូចវត្តនេះច្រើនហើយអ្នកគ្រូធ្លាក់ចូល Hello where are you from I'm from ស្រះត្អាប់ Not Thailand Not Siam កន្លែងនេះដែរគឺជាចាត់ដីដែលតម្កល់ព្រះសារីរិកធាតុរបស់ព្រះបាទនរោត្តមសីហនុឬថានៅលើកំពូលនឹងធ្វើពីមាសសុទ្ធប្រហែលគីឡូខ្ញុំមិនដែលដឹងសោះតើទៅជាមួយកាយយ៉ាងតើមិនដឹងហើយព្រះវិហារនេះដែរគេហៅថាព្រះវិហារព្រះកែវមរកតទៅលើកមុនដើរទៅលេងតែម្ដងនេះបានដឹងខ្លះៗនៅក្នុងព្រះបរមរាជវាំងហ្នឹង Hello
English teacher នេះតៃតាគ្រូអង់គ្លេសរបស់ខ្ញុំកាពីថ្នាក់ទី9គាត់ហៅខ្ញុំនៅអ្នកគ្រូកទឿតាំងពីខ្ញុំនៅជាសិស្សដល់ឥឡូវបានធ្វើជាគ្រូដោយមាត់គាត់ថាមែនដើរមើលខាងក្រោមអស់ហើយយើងក៏ឡើងទៅមើលខាងលើប៉ុន្តែចូលខាងក្នុងគេឲ្យថតទេថតបានតែបរិវេណខាងក្រៅទេហើយត្រូវតែដោះស្បែកជើងព្រោះជាទីកន្លែងសក្ការៈបូជាជាទីកន្លែងដែលយើងត្រូវគោរពពេលខ្ញុំទៅថ្ងៃអាទិត្យចឹងគឺសបោភ្ញៀវដែរមានទាំងភ្ញៀវជាតិមានទាំងភ្ញៀវអន្តរជាតិទៅលេងវាំងខ្ញុំក៏មិនភ្លេចមកកន្លែងមួយនេះដែរព្រោះលើកមុនខ្ញុំមកពេលថ្ងៃត្រង់ពងក្តៅផងមកត្រង់ទឹកនឹងយកទៅលុបមុខហើយនឹងជូតសឲ្យទៅជាមែនតែនត្រង់ទឹកលុបមុខលុបអីហើយនឹងក៏ងាកទៅឃើញតាមស្លាកណមានគេចាសុំសេចក្តីសុខអីផ្សេងខ្ញុំក៏យកប៊ិចហ្នឹងយកមកសរសេរដែរទៅហើយអត់មានអីសុំអីទេគឺសុំឲ្យប្រទេសកម្ពុជាឈប់ទទួលបានសុខសន្តិភាពមកវិញអត់សុំសម្រាប់ខ្លួនឯងទេសុំសម្រាប់ប្រទេសជាតិបន្ទាប់ពីទស្សនានៅក្នុងព្រះបរមរាជវាំងរួចហ្នឹងយើងក៏ចេញមកក្រៅមកលេងមកវាំងហើយពួកគាត់នោះទៅសារមន្ទីរបាត់ហើយខ្ញុំអត់ទៅទេព្រោះខ្ញុំទៅជាចូល2ដងហើយសារមន្ទីរខ្ញុំនាំមកខ្ញុំទៅលេងមកវាំងវិញទៅស្រូបយកខ្យល់អាកាសបរិសុទ្ធព្រោះពេញមេឃខ្វៅពេញមេឃនេះសោះអើយហាកូនសោះជម្រាបសួរឯងឥឡូវជូនគ្រូទៅផ្លាក់អីគេស្រាប់អីគេភូមិមិនចិត្តសិល្បៈឯណាទៅគេដើមឡាននោះគាត់ណានៅនោះហើយចឹងនៅម៉ាននេះឡៃស្រានទី